សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងសូមធ្វើការលើកយកមកនៅចំណេះដឹងមួយចំនួនទាក់ទងនឹងការប្រើប្រាស់នៅក្នុងកម្មវិធី Microsoft Excel ហើយធានបទដែលយើងយកមកបង្ហាញនៅថ្ងៃនេះគឺអំពីរបៀប format number នៅក្នុងកម្មវិធី Microsoft Excel ហើយនេះគឺជាគំរូដែលយើងធ្វើការ format គឺមានថាយើងធ្វើការ format ដាក់លេខ0នៅពីមុខលេខ number របស់យើងដូចជា001 002 003បាទអូខេលើចាប់ផ្ដើមទាំងអស់គ្នានេះគឺជាគំរូដែលយើងនឹងត្រូវធ្វើការយកមកធ្វើនេះគឺជាកន្លែងដែលយើង format បាទគឺ001 002 003បាទគឺយើងចង់បានទម្រង់បែបនេះបាទឥឡូវដើម្បីយើងធ្វើទម្រង់បែបនេះខ្ញុំបង្កើត sheet ថ្មីមួយដែលមានឈ្មោះថា exercise 2បាទឥឡូវខ្ញុំចាប់ផ្ដើម merge cell នេះចូលគ្នាសិនបាទឥឡូវនេះបងប្អូនអាចដាក់អីក៏បានដែរខ្ញុំដាក់ how to learn 168បាទជា channel របស់សម្បត្តិអូខេយើងតម្លើងហ្វុងវាមកខ្ញុំដាក់ underline bold ហើយដាក់ពណ៌មួយមកដាក់ពណ៌អីក៏បានដែរអូខេបន្ទាប់មកទៀតយើង insert មួយមកទៅអាចមួយ student cost short cost អូខេ Ctrl A ដើម្បី select ទៅមកយើងព្រម form វាមកអាចទូបន្តិចអូខេបាទបន្តមកទៀតគឺយើងធ្វើការសរសេរចំណងជើងរបស់ column យើងមួយបាទចូល insert មកយើងដាក់និមិត្តសញ្ញាលេខរៀង number ហ្នឹងបាទមានដូចជាឈ្មោះសិស្សជាដើមបាទកន្លែងនេះយើងធ្វើការ merge row ពីរនេះចូលគ្នាបាទមកដាក់វាទៅកណ្ដាលចំពោះ name នេះក៏ចឹងដែរ merge វាមកដាក់ទៅកណ្ដាលហើយ date យើង merge column ពីរនេះចូលគ្នា C និង D បាទតោះមកយើងដាក់មកគេមាន start មាន end សម្រាប់វាមកកណ្ដាលមកអូខេខាងទៀតដូចគ្នាយើង merge វាសិនមកបាទតាមទម្រង់បានមិញបាទតោះមកយើងធ្វើការ copy មកដោយសារវាដូចគ្នាបាទអូខេហើយយើងបានគំរូ sample មួយបាទបន្តមកទៀតយើងដាក់លេខរៀងមកដាក់លេខរៀងដល់យើងចាប់អស់វាមកបាទចាប់អស់ទៅតាមតម្រូវការដែលយើងចង់បានឥឡូវយើងដាក់ដល់លេខ40បាទយើង format វាមកកណ្ដាលមកបន្តមកគឺ41 42បាទបែបនេះមក select លើវាទាំងពីរមកចាប់ទាញអូខេ format វាទៅកណ្ដាលអូខេបន្តមកទៀតគឺនេះគឺជាចំណុចសំខាន់នៅក្នុងវីដេអូនេះគឺរបៀប format number ដែលមានទម្រង់បែបនេះ001បាទដើម្បី format គឺយើង select លើលេខរៀងទាំងអស់ដែលយើងចង់ format បន្ទាប់មកយើងចូល home បន្ទាប់មកទៀតយើងចូលកន្លែងនេះ number format នេះកន្លែងផ្ញើព្រួយនេះហើយយើងជ្រើសយក custom ហើយនៅក្នុងប្រអប់ type នេះគឺយើងធ្វើការ format យើងដាក់លេខ0 3ដងមកនេះគឺជា sample ដែលយើងនឹងទទួលបានក្រោយពីយើង format ហើយយើងចុច OK មកនោះយើងនឹងទទួលបាននៅអ្វីដែលយើងចង់បានបាទ number នេះដូចគ្នាលេខរៀងមួយនេះបាទ select លើវាសិនមកចូលកន្លែងនេះ custom ទៅមកលេខ0 3ដងហើយចុច OK បាទក្រោយពីយើង format តារាងហើយយើងធ្វើការ select ជ្រើសតារាងទាំងមូលបន្ទាប់មកយើងដាក់ border បាទចុចកន្លែងនេះមកយក all border អូខេជាតារាងដែលយើងនឹងទទួលបានបាទយើងអាចបរិច្រួមវាទៅតាមតម្រូវការរបស់យើងទំហំ column
សាក print preview មើលនេះគឺជាទម្រង់ដែលយើងក្រោយពីការធ្វើពេលយើង print មកវានឹងចេញជាលក្ខណៈបែបនេះបាទគេដាក់ color ឲ្យ column យើងមួយទៀតឲ្យមានភាពស្រស់ស្អាតបាទនេះគឺជាអ្វីដែលយើងចង់បានសូមបញ្ជាក់ម្សិលទៀតដើម្បី format ទៅលើលេខរៀងគឺទី1យើង select ទៅលើលេខរៀងដែលយើងចង់ធ្វើការ format បន្ទាប់មកយើងចូល home ហើយចូល number format នេះវាចេញផ្ទាំង cell format មួយឲ្យយើងជ្រើសរើសយក custom ហើយកន្លែង tab នេះគេយើងវាយលេខ0 3 ដង 4 ដងអីក៏បានដែរស្រេចតែយើងចង់បានបាទបន្ទាប់មកយើងចុច OK ជាការស្រេចបាទជាចុងក្រោយខ្ញុំបាទសូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានវីដេអូរបស់ខ្ញុំហើយក៏សូមឲ្យស្នើបងប្អូនទាំងអស់គ្នាជួយ subscribe ចុច subscribe channel របស់យើងផងដែរដើម្បីទទួលបាននៅចំណេះដឹងថ្មីៗហើយ channel YouTube របស់យើងគឺមានឈ្មោះថា How to Learn 163បាទអរគុណច្រើនជម្រាបលាជួបគ្នានៅពេលក្រោយទៀត